គឺជារបៀបធ្វើទឹកស្ករដើម្បីសម្រាប់ស្រូបជាមួយនឹងលោតម្សៅមើមថ្លុងណាហើយនេះគឺជាស្ករក្រហមស្ករត្នោតដុំដោយសារតែខ្ញុំអស់ស្ករត្នោតមកពីស្រុកខ្មែរអញ្ចឹងហើយក៏ទិញនៅផ្សារអាស៊ីទៅស្ករនេះក៏អាចប្រើបានដែរប៉ុន្តែគ្រាន់ថារសជាតិវាអត់សូវផ្អែមដិតហើយឈ្ងុយខ្លាំងដូចស្ករនៅស្រុកខ្មែរទេខ្ញុំដាក់ស្ករនឹងចូលហើយបន្ទាប់មកខ្ញុំចាក់ទឹកតែបន្តិចទេហើយបើកភ្លើងតិចមែនទេរហូតដល់ស្ករលាយអស់បានខ្ញុំចាប់ផ្ដើមបើកភ្លើងរៀងខ្លាំងមកវិញស្ករនេះវារាងក្ររលាយអញ្ចឹងហើយកុំបើកភ្លើងខ្លាំងពេកដាក់ភ្លើងតិចបានហើយចាំពេលវារលាយអស់ចាំយើងបន្ថែមភ្លើងបន្ទាប់ពីស្កររលាយអស់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ខ្ទិះដូងចូលទៅក្នុងនឹងហើយខ្ទិះដូងហ្នឹងគឺខ្ញុំប្រើខ្ទិះដូងកំប៉ុងទេដោយសារតែយើងនៅស្រុកគេអញ្ចឹងក៏អត់មានទឹកខ្ទិះដូងស្រស់ដូចនៅស្រុកខ្មែរទេហើយទឹកស្ករនេះគឺខ្ញុំអត់ប្រើស្លឹកតើយដាក់ចូលទេប៉ុន្តែខ្ញុំប្រើទឹកស្លឹកតើយដាក់ចូលព្រោះអីទឹកស្លឹកតើយខ្ញុំកិនសល់ពីធ្វើឡូតអញ្ចឹងខ្ញុំដាក់ទឹកស្លឹកតើយចូលទៅក្នុងទឹកស្ករដើម្បីឲ្យទឹកស្ករហ្នឹងគឺមានរសជាតិហើយនឹងក្លិនកាន់តែឈ្ងុយឡើងណាបើសិនជាអ្នកទាំងអស់គ្នាមានស្លឹកតើយដាក់ស្លឹកតើយបន្ថែមចូលទៅក្នុងនឹង3ស្លឹកទៀតទៅដោយសារតែខ្ញុំហ្នឹងអស់ស្លឹកតើយហើយណាមួយខ្ញុំនៅសល់ទឹកអញ្ចឹងខ្ញុំដាក់ទឹកចូលទៅក្នុងហ្នឹងដើម្បីឲ្យវាមានរសជាតិហើយនឹងក្លិនកាន់តែឈ្ងុយដូចនឹងយើងដាក់ស្លឹកតើយដូចគ្នាហើយបន្ថែមអំបិលបន្តិចមកបន្ទាប់មករំងាស់វាឲ្យខាប់មកគឺរួចរាល់អាចយកទៅញ៉ាំបានហើយ